អ្នកខ្លះទៅគាត់ថា ICJ អ្នកខ្លះទៀតទៅថាមិនចាំបាច់ប្តឹងទៅ ICJ ទេច្បាប់អន្តរជាតិមានរូបរាងរបៀបម៉េចធ្វើការជាមួយអន្តរជាតិមានត្រូវការធ្វើអីខ្លះតើពេលចៅមកប្លន់ផ្ទះយើងនឹងធ្វើរបៀបម៉េចមានតែរដ្ឋាភិបាលតំណាងប្រទេសមួយឯដែលអាចផ្ញើសម្បត្តិដែលអាច submit ទៅ ICJ បានសង្គ្រាមរវាងប្រទេសថៃនិងខ្មែរបានកើតឡើងតាំងពីខែ7 2025 ឥឡូវយើងដល់2026យើងនៅតែអត់មានដំណោះស្រាយថៃបានឈ្លានពានមកប្រទេសខ្មែរយើងរយៈពេលកន្លះឆ្នាំជាងនេះបើសិនជាគេមកឈ្លានពានផ្ទះយើងក្នុងនាមយើងជាម្ចាស់ផ្ទះយើងត្រូវការពារគ្រួសារយើងត្រូវការពារផ្ទះយើងហើយរដ្ឋាភិបាលនៅប្រទេសខ្មែរគ្រួសារគាត់គឺជាប្រជាពលរដ្ឋផ្ទះគាត់គឺទឹកដីខ្មែរគឺប្រទេសខ្មែរប៉ុន្តែគាត់អត់មានធ្វើអីមួយដើម្បីការពារប្រជាពលរដ្ឋគាត់ដើម្បីការពារទឹកដីគាត់ដល់ឡៃគាត់ប្រាប់ឲ្យគេ silent ការស្ងៀមស្ងាត់មិនមែនជាការដឹកនាំទេ silent is not a characteristic of leadership a leader protects its people a leader of a country protect the country it does not tell the people to be silent is a sign of weakness. Come on, warriors, standing tall and proud. Voices like thunder, defying every cloud. Fighting for tomorrow, they shout out loud. In the name of freedom, they gather as a crowd. Sister អ្នកទាំងអស់គ្នា welcome to my future podcast season 1 episode 4 ថ្ងៃនេះយើងមានប្រធានបទសំខាន់មែនទែនដែលយើងជជែកគ្នាក្នុង episode ទី4ថ្ងៃនេះហើយដោយសារតែខ្ញុំផ្ទាល់ថាខ្ញុំ confused មែនទែនពីព្រោះខ្ញុំឮតែអ្នកខ្លះទៅគាត់ថា ICJ អ្នកខ្លះទៀតទៅថាមិនចាំបាច់ប្តឹងទៅ ICJ ទេរឿងប្រធានបទសង្គ្រាមរវាងថៃហើយនិងខ្មែរហ្នឹងទីអ្នកខ្លះទៅប្តឹងទៅ ICJ ប៉ុន្តែអត់មានដំណោះស្រាយអីពីគេទេអញ្ចឹងហើយខ្ញុំ confuse មែនទែនថាស្អីទៅជា international law ច្បាប់អន្តរជាតិមានរូបរាងរបៀបម៉េចធ្វើការជាមួយអន្តរជាតិមានត្រូវការធ្វើអីខ្លះអញ្ចឹងមុនដែលយើងចាប់ផ្ដើមរឿងថាស្អីទៅជាច្បាប់អន្តរជាតិខ្ញុំចង់ឲ្យ scenario អ្នកទាំងអស់គ្នាមួយហើយ scenario នេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្ដាប់ឲ្យគិតហើយពេលដែលតិចទៀតយើងចូលរឿងថាស្អីទៅយើងចូលប្រធានបទថាស្អីទៅជា international law ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតscenario ហ្នឹង on the back of your mind scenario ហ្នឹងគឺឧទាហរណ៍ក្នុងនាមយើងជាមេដឹកនាំគ្រួសារយើងនៅផ្ទះយើងស្រាប់តែថ្ងៃមួយចៅគេមកប្លន់កដាថ្ងៃត្រង់ហ្នឹងចៅមកប្លន់ផ្ទះយើងហើយនៅផ្ទះហ្នឹងយើងមានកូនក្មួយម្ដាយឪពុកហើយយើងជាមេគ្រួសារពេលដែលចៅមកប្លន់ហ្នឹងខ្ញុំចង់សួរអ្នកទាំងអស់គ្នាថាតើពេលចៅមកប្លន់ផ្ទះយើងនឹងធ្វើរបៀបម៉េចយើងនឹងប្តឹងប៉ូលីសឬក៏យើងនឹងយកទៅរ៉ូនរ៉េដើម្បីមកវាយចោលវិញឬក៏យើងនឹងអង្គុយស្ងៀមខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នានឹងមិនអង្គុយស្ងៀមទេពីព្រោះវាជា automatic human response របស់យើងហ្នឹងពេលដែលយើងមាន crisis អីកើតឡើងមួយឬក៏យើងមានបញ្ហាអីមួយដែលឲ្យ automatic response របស់យើងហ្នឹងធ្វើអីមួយហើយប្រកាសជាទាញទូរស័ព្ទ call 911 ហៅប៉ូលីសឬក៏ទៅទាញរ៉េឬក៏ទៅរុញទ្វារបិទកុំឲ្យចោលប្លន់ចោលអីយើងមិនច្បាស់ណាស់យើងមិនអង្គុយស្ងៀមទេអញ្ចឹងចំណុចមួយទៀតដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតថាយើងមានមធ្យោបាយពីរទី1យើងនឹង call ហៅប៉ូលីសទី2យើងនឹងវាយគេវិញវាយចោលវិញឧទាហរណ៍យើងយកចំណុចទី1យើង call ហៅប៉ូលីសប៉ុន្តែប៉ូលីសអាចជាប់ traffic ឡានច្រើនអីច្រើនអញ្ចឹងទៅ10នាទីបានមកដល់15នាទីបានមកដល់រយៈពេល10នាទីហើយនឹង15នាទីហ្នឹងតើយើងធ្វើអីដើម្បីការពារខ្លួនឯងដើម្បីការពារគ្រួសារយើងធ្វើអីដើម្បីកុំឲ្យចោលនឹងលួចអីវ៉ាន់យើងទាំងអស់កុំឲ្យចោលនឹងមកធ្វើបាបយើងធ្វើបាបគ្រួសារយើងវាយតបដល់គ្រួសារយើងនឹងធ្វើអីមួយហើយចុះបើយើងវាយចោលដល់ទៅពេលប៉ូលីសមកដល់ចែកដនចោលយើងវាយចោលចប់ហើយចែកដនប៉ូលីសមកដល់ពេលប៉ូលីសមកដល់គេឃើញចោលនឹងគេនៅលើអត់ក្រូនឹងហើយមានឈាមមានអីពេញនឹងចឹងទៅហើយគេបន្ទោសយើងវិញថាយើងជាអ្នកធ្វើបាបគេហើយចោលជាជនរងគ្រោះយើងព្រមអត់យើងព្រមថាគេចោទយើងថាជា
ឃាតករឬក៏ជាអ្នកបង្ករឿងអញ្ចឹងទៅហើយចៅហ្នឹងជាជនរងគ្រោះតែយើងព្រមនឹងការឃើញហ្នឹងឯងដែលនឹងប៉ូលីសដែលគេនឹងធ្វើ report អញ្ចឹងឯងច្បាស់ហើយតែយើងមិនព្រមទេពីព្រោះយើងជាអ្នកជនរងគ្រោះយើងជាក្នុងនាមជាម្ចាស់ផ្ទះហ្នឹងជាជនរងគ្រោះហើយវាស្ដាប់ទៅអយុត្តិធម៌មែនទែនពេលដែលចៅមកប្លន់យើងហើយយើងគ្រាន់តែការពារគ្រួសារដល់ទៅពេលប៉ូលីសមកដល់គេថាចៅជាអ្នកជនរងគ្រោះដល់ពេលយើងជាអ្នកធ្វើបាបចៅវិញវាអយុត្តិធម៌មែនទែនអញ្ចឹងចូលដល់ topic របស់យើងថ្ងៃនេះ international law ដំបូងយើងនឹងរៀនទាំងអស់គ្នាយើងនឹងយល់ទាំងអស់គ្នាថាស្អីទៅជា international law ខ្ញុំចង់បញ្ជាក់ថាខ្ញុំមិនមែនជា lawyer ខ្ញុំមិនមែនជា expert ខាងច្បាប់ខាងអីទេប៉ុន្តែខ្ញុំជាយុវជនក្នុងចំណោម generation Z Gen Z ម្នាក់ដែលមាន access ទៅ internet មានអីទាំងអស់ដែលខ្ញុំអាចធ្វើ research បានអញ្ចឹងខ្ញុំក៏ research ខ្លះហើយថ្ងៃនេះខ្ញុំនឹងចែករំលែកទាំងអស់អ្នកទាំងអស់គ្នាថាខ្ញុំបាន research ឃើញអីខ្លះពី international law ថ្ងៃនេះយើងនឹងផ្ដោតទៅ ICJ International Court of Justice international law គឺជាច្បាប់មួយដែលប្រទេសទាំងអស់ទូទាំងពិភពលោកត្រូវតែគោរពហើយមានច្បាប់អន្តរជាតិហ្នឹងដោយសារប្រទេសខ្លះទៅគាត់ធំទឹកដីប្រទេសគាត់ធំជាងប្រជាពលរដ្ឋគាត់ច្រើនជាងគាត់មានសម្លេងច្រើនប៉ុន្តែប្រទេសផ្សេងដូចជាប្រទេសខ្មែរប្រទេសក៏ទូចប្រជាពលរដ្ឋក៏តិចជាងអញ្ចឹងវាសម្លេងតិចជាងអញ្ចឹងច្បាប់ហ្នឹងដើម្បីឲ្យប្រទេសធំមួយហើយប្រទេសទូចមួយមានសម្លេងស្មើគ្នាឲ្យ balance ឲ្យ equal voice អញ្ចឹងបានគេមានច្បាប់ international law ហ្នឹងមិនឲ្យប្រទេសធំទៅមានសម្លេងធំជាងទៅហើយប្រទេសទូចជាងហ្នឹងមានតែសម្លេងទូចជាងដូចបើយើងបកកាយគ្នាដូចថាអត់ឈ្នះគេអញ្ចឹងគេត្រូវតែឲ្យមាន balance អញ្ចឹងបាន international law exists to balance to have that equal voice for every country ហើយ international law គឺមានច្រើនចំណុច international law មានដូចជា human rights law មានតាំងពី international humanitarian law of the sea refugee law environmental law ហើយនិង international criminal law ថ្ងៃនេះដោយសារយើងនិយាយពី ICJ យើងនឹងផ្ដោតទៅ international criminal law by definition international criminal law means when it addresses genocide war crimes and crimes against humanity war crimes include attacking civilian bombings home school or hospital targeting non-military areas These acts are illegal regardless of whom commits it. អញ្ចឹង international law គឺគេនិយាយពីអ្វីដែលធ្វើបាបប្រជាពលរដ្ឋ attacking civilian ទម្លាក់គ្រាប់បែកនៅតាមផ្ទះនៅតាមសាលានៅតាមពេទ្យហើយមួយទៀតគឺ targeting non-military area អញ្ចឹងដូចថាមានសង្គ្រាមនៅតំបន់ដែលមិនមែនសម្រាប់ជនភៀសទឹកតំបន់ដែលមានប្រជាពលរដ្ឋគាត់រស់នៅមិនមែនដែលតំបន់ច្បាំងអញ្ចឹងហើយចំណុចទាំងអស់នេះគឺបានកើតឡើងរវាងសង្គ្រាមប្រទេសថៃហើយនិងខ្មែរហើយ ICJ ដូចខ្ញុំនិយាយមកអញ្ចឹងអ្នកខ្លះទៅថាប្តឹងទៅ ICJ ទៅអ្នកខ្លះទៅថាមិនបាច់ប្តឹងទេអ្នកខ្លះទៀតទៅថាប្តឹងហើយតែអត់មានដំណោះស្រាយអីអញ្ចឹងយើងនឹង spend the next 5 minutes ហ្នឹង5នាទីនេះយើងនឹងរៀនថាពេលដែលយើងប្តឹងទៅ ICJ វាមាន step អីខ្លះ1 2 3 4អញ្ចឹងយើងនឹងរៀនទាំងអស់គ្នា step ទី1គឺសង្គ្រាមកើតឡើងហើយសង្គ្រាមរវាងប្រទេស2ប្រទេសឬក៏សង្គ្រាមរវាង3ប្រទេសអីគឺសង្គ្រាមកើតឡើងមួយពេលដែលសង្គ្រាមនឹងកើតឡើងយើងអាច submit ទៅយើងអាច submit an application ទៅ ICJ ហើយខ្ញុំចង់ clear កន្លែងនេះខ្ញុំចង់បញ្ជាក់កន្លែងនេះមានតែរដ្ឋាភិបាលតំណាងប្រទេសមួយឯដែលអាចផ្ញើសបុតដែលអាច submit ទៅ ICJ បានខ្ញុំអាច submit ទៅ ICJ បានទេអ្នកទាំងអស់គ្នាក៏មិនអាច submit ទៅ ICJ បានដែរNGO ក៏អាច submit បានដែរមានតែរដ្ឋាភិបាលតំណាងឲ្យប្រទេសមួយឯដែលអាច submit ទៅបានយើងទាំងអស់គ្នាអាច submit ទៅ ICC ហើយនិង ICJ ខុសគ្នាឈ្មោះរវាងស្រដៀងគ្នាមែនទែនប៉ុន្តែខុសគ្នា ICC is for the people អញ្ចឹងមានន័យថាអ្នកណាក៏អាច submit បានដែរខ្ញុំឬក៏អ្នកទាំងអស់គ្នាឬក៏ NGO ណាមួយដែលគាត់ចង់ submit ពីរឿងសង្គ្រាមហ្នឹងយើងអាច submit បានប៉ុន្តែ ICJ មានតែតំណាងរដ្ឋាភិបាលតំណាងប្រទេសមួយឯដែលអាច submit ទៅបានអញ្
ចឹងពេលដែលយើង submit application ទៅគេហ្នឹងយើងត្រូវតែផ្ដល់ផុសតាងឲ្យទៅគេមានតាំងពី evidence តាំងពី written statement or oral statement ហើយយើងទៅប្រាប់គេទាំងថាយើងមូលហេតុអីបើយើងចង់ប្តឹងទៅ ICJ មូលហេតុអីដែលយើងចង់ប្តឹងទៅច្បាប់អន្តរជាតិពេលដែលយើងផ្ញើទៅគេហើយគេនឹង put the case in a hearing with the international court ហើយគេមាន lawyer គេមាន judges គេនឹងពិភាក្សាគ្នាឲ្យអ្វីដែលយើងបាន submit ទៅគេផុសតាងដែលយើង submit ទៅគេនឹងគេនឹងពិភាក្សាគ្នាគេនឹងមានដំណោះស្រាយឲ្យយើងមួយ ICJ អាចធ្វើកិច្ចការពេលដែលគេធ្វើ hearing ហ្នឹងគេអាចពិភាក្សាគ្នាជាមួយប្រទេសខ្លួនដែលគាត់ submit application ទៅគេហ្នឹងហើយក៏គាត់អាច consult ជាមួយ UN Security Council ក៏បានដែរហើយគេនឹងមានដំណោះស្រាយឲ្យមួយ ICJ ប្រកាសជាឲ្យដំណោះស្រាយដែលមិនប្រើការហិង្សា a non-violence solution to settle the battle to settle the war crime to settle the attack អញ្ចឹងហើយដល់ដំណាក់កាលនេះហើយយើងបានយល់ហើយថាស្អីទៅ International Court of Justice ICJ មូលហេតុអីបានយើងមានច្បាប់អន្តរជាតិហើយច្បាប់អន្តរជាតិហ្នឹងមានន័យថាម៉េចឥឡូវដោយសារតែយើងបានមាន scenario មាន definition គិតយល់ថាស្អីទៅជា International Court of Justice ស្អីទៅជា International Law ហើយរបៀបគេធ្វើយើងប្តឹងទៅ International Law ដោយយើងប្តឹងទៅ ICJ ដោយរបៀបណាឥឡូវយើងមកមើលអ្វីដែលបានកាត់ឡើងរវាងប្រទេសថៃហើយនិងខ្មែរសង្គ្រាមរវាងប្រទេសថៃហើយនិងខ្មែរសង្គ្រាមនេះបានកាត់ឡើងតាំងពីខែ7 2025ឥឡូវយើងដល់2026យើងនៅតែអត់មានដំណោះស្រាយយើងអត់មានដំណោះស្រាយថាយើងរកសន្តិភាពដោយរបៀបណាយើងរកjustice how are we going to get justice អ្វីដែលខ្ញុំឃើញរាល់ថ្ងៃដែល Thailand invaded Cambodia Thailand attacked Cambodian civilians ថៃបានឈ្លានពានមកប្រទេសខ្មែរយើងរយៈពេលកន្លះឆ្នាំជាងនេះមនុស្សប្រជាពលរដ្ឋនៅក្នុងស្រុករាប់លាននាក់ត្រូវបានរត់ចេញពីផ្ទះគ្មានបាយគ្មានទឹកគ្មានកន្លែងគាត់គេងគ្មានកន្លែងផ្ទះនៅក្មេងដែលតូចមែនទេដែលគាត់កំពុងតែរៀនប៉ុន្តែដោយសារតែគេទម្លាក់គ្រាប់បែកនៅផ្ទះគាត់នៅជិតផ្ទះគាត់នៅជិតសាលាគាត់ឬក៏នៅសាលាគាត់ត្រូវរត់ចេញពីសាលារៀនទាំងថ្ងៃទាំងដែលអ្នកខ្លះទៅរត់ចេញរោម្ដាយឬឪពុកអត់ឃើញផងប៉ុន្តែពេលហ្នឹងគឺគាត់ដូចថា the only thing that they could think of at that moment is survival they have to survive they are on a survival mode អញ្ចឹងហើយគាត់គិតទៅពីរត់សិនហើយម៉ែអត់តាន់ដឹងនៅណាប៉ុន្តែ it's very sad to see that ថៃឈ្លានពានខ្មែរដល់ថ្នាក់ហ្នឹងហើយខ្ញុំចង់សួរអ្នកទាំងអស់គ្នាថាតើរាល់ថ្ងៃហ្នឹងប្រទេសខ្មែរយើងបានធ្វើអីខ្លះហើយដើម្បីរកប្រជាធិបតេយ្យដើម្បីរកសន្តិភាពសម្រាប់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នានេះពីព្រោះអ្វីដែលខ្ញុំឃើញរាល់ថ្ងៃគឺរដ្ឋាភិបាលខ្មែរគាត់ឲ្យប្រជាពលរដ្ឋនៅស្ងៀមគាត់ឲ្យប្រជាពលរដ្ឋនៅស្ងៀមទាំងដែលប្រទេសថៃមកឈ្លានពានដល់ប្រទេសខ្មែរដល់ថ្នាក់ហ្នឹងឥឡូវយើងចង់បកទៅ scenario ដែលខ្ញុំឲ្យអ្នកទាំងអស់គ្នាបន្តិចសិនយើងនិយាយថាបើសិនជាគេមកឈ្លានពានផ្ទះយើងក្នុងនាមយើងជាម្ចាស់ផ្ទះយើងត្រូវការពារគ្រួសារយើងត្រូវការពារផ្ទះយើងហើយអញ្ចឹងរដ្ឋាភិបាលនៅប្រទេសខ្មែរគ្រួសារគាត់គឺជាប្រជាពលរដ្ឋនៅក្នុងប្រទេសផ្ទះគាត់គឺទឹកដីខ្មែរគឺប្រទេសខ្មែរអញ្ចឹងពេលអ្នកជិតខាងប្រទេសជិតខាងមកឈ្លានពានដីគាត់មកឈ្លានពានផ្ទះគាត់គួរតែការពារផ្ទះគាត់ពីព្រោះនឹងជាគ្រួសារគាត់ប៉ុន្តែគាត់អត់មានធ្វើអីមួយដើម្បីការពារប្រជាពលរដ្ឋគាត់ដើម្បីការពារទឹកដីគាត់ដល់ឡៃគាត់ប្រាប់ឲ្យគេ silent ពីព្រោះគាត់គិតថាបើសិនជាយើងវាយតបទៅគេបើសិនជាយើងតដៃទៅគេអាចនឹងវាយដល់ភ្នំពេញចឹងខ្ញុំចង់សួរទៅរដ្ឋាភិបាលខ្មែរវិញថាបើសិនជាចៅមកឈ្លានពានផ្ទះគាត់ឈោអោបដៃមើលមែនគាត់ឈោអោបដៃមើលហើយគាត់ឲ្យចៅនឹង
រៀបចំមាសពេជ្រអ្វីដែលគាត់លុយដែលគាត់មាននៅក្នុងផ្ទះហ្នឹងឲ្យចៅនឹងយកមកសេរីគាត់ឈោអោបដៃមើលអញ្ចឹងហើយដល់ពេលចៅទៅដល់ចុងផ្លូវដល់មើលអត់ឃើញទៀតចាំយើងទៅរ៉ូនរេចាំយើងទៅរ៉ូប្រដាប់ពីយូរកៅមកវាយមកតជាមួយចៅនឹងដើម្បីការពារខ្លួនមែនអត់ទេអញ្ចឹងខ្ញុំចង់បញ្ជាក់ថាការស្ងៀមស្ងាត់មិនមែនជាការដឹកនាំទេ Silence is not a characteristic of leadership. A leader protects its people. A leader of a country protects the country. It does not tell the people to be silent. Silence is a sign of weakness. ប៉ុន្តែខ្ញុំដឹងច្បាស់ថាប្រជាពលរដ្ឋខ្មែរគាត់មិន weak ទេគាត់មិនទន់ខ្សោយទេកងទ័ពខ្មែរដែលគាត់ឈរនៅជួរមុខរវាងសង្គ្រាមថៃហើយនិងខ្មែរគាត់មានភាពក្លាហានណាស់គាត់ចង់ការពារប្រទេសការពារទឹកដីខ្មែរប៉ុន្តែថ្នាក់លើបញ្ជាឲ្យគាត់មិនតបទៅគេវិញគាត់នៅដីនៅពួនមានកំភ្លើងមានអីនោះគាត់ចង់តបណាស់ប៉ុន្តែថ្នាក់លើបញ្ជាមកឲ្យមិនឲ្យគាត់តបគាត់ត្រូវតែស្ដាប់ថ្នាក់លើដល់ទៅពេលថ្នាក់លើដែលគាត់ប្រាប់មកថាកុំតគេតើគាត់ឈឺចាប់យ៉ាងណាទី1ជីវិតរបស់គាត់ is on the line their life is on the line ទី2គាត់មិនអាចការពារប្រជាពលរដ្ឋគាត់បានពីព្រោះគាត់មិនអាចធ្វើឲ្យបានគាត់នៅស្ងៀមអោបកំភ្លើងអោបអ្វីដែលគាត់មាននៅជាប់ខ្លួនកបោបអីវ៉ាន់ដែលគាត់មានជាប់ខ្លួនគាត់មិនអាចតតាំងទៅគេបានហើយអ្វីមួយទៀតដែលយើងឃើញនៅប្រទេសខ្មែរគឺប្រជាពលរដ្ឋគាត់អត់សូវរស់រានទេបើអត់ប៉ះពាល់គាត់ផ្ទាល់គាត់អត់សូវរស់រានទេបើកលៈទេសៈហ្នឹងអត់ប៉ះពាល់មិត្តភក្តិគាត់អត់ប៉ះពាល់គ្រួសារគាត់អត់ប៉ះពាល់ដល់អ្នកនៅជិតគាត់ជាក់ស្ដែងគឺថ្នាក់ដឹកនាំនៅប្រទេសកម្ពុជាគេមកឈ្លានពានប្រទេសជិតខាងមកឈ្លានពានប្រទេសគាត់ទាំងមូលទឹកដីគាត់ទាំងមូលគាត់ប្រាប់ឲ្យប្រជាពលរដ្ឋនៅស្ងៀមស្ងាត់ប៉ុន្តែពេលប្រជាពលរដ្ឋរិះគន់គាត់រិះគន់គ្រួសារគាត់ចេញមក react ភ្លាមហ្មងគាត់ react ធ្វើដូចថាផ្លិចដូចថាការសង្គ្រាមហ្នឹងទៅមកជាហៀងគាត់ទុកនៅដល់ license ហើយគាត់មកផ្ដោតនៅការរិះគន់ The government of Cambodia react immediately when the people criticize their leadership. How come they didn't react when Thailand invaded Cambodia, when Thailand attacked Cambodian civilians? There was no reaction. In reality, they told the people to be silent. However, the second the people started criticizing the government and how they are leading the country, they react immediately. ពេលណាដែលប្រជាពលរដ្ឋរិះគន់ថ្នាក់ដឹកនាំគឺគាត់ react គាត់ចេញមកបញ្ចេញមតិបញ្ចេញយោបល់បញ្ចេញ statement ភ្លាមហ្មងហើយខ្ញុំសោកស្ដាយដែលឃើញថ្នាក់ដឹកនាំដែលគាត់រៀនបានខ្ពង់ខ្ពស់ដែរមានឈ្មោះជាថ្នាក់ដឹកនាំដែរហើយភាគច្រើនរៀនសិតតែសាលានៅខាងក្រៅប្រទេសប្រើពាក្យអសុរោះមែនទែនបើនិយាយឲ្យត្រង់ទៅឲ្យដូចថាប្រើពាក្យកូនក្មេងដែលអត់បានចូលរៀនតាម social media បណ្ដាញ social media គឺគាត់ប្រើពាក្យជេរប្រើពាក្យគ្មានសិលធម៌ជាខ្មែរប្រជាពលរដ្ឋខ្មែរសិលធម៌ខ្ពង់ខ្ពស់ហ่ะមានវិន័យខ្លួនខ្ពង់ខ្ពស់ហ่ะក្នុងនាមគាត់ជាថ្នាក់ដឹកនាំមួយក្នុងនាមគាត់ជា role model សម្រាប់ប្រជាពលរដ្ឋទូទាំងពិភពលោកហ្នឹងគាត់មកប្រើពាក្យអសុរោះអ្នកគ្រប់គ្រងក៏ប្រើពាក្យអញ្ចឹងមានន័យថាគាត់អត់ខ្វាយខ្វល់ពីប្រជាពលរដ្ឋទេគាត់ខ្វាយខ្វល់តែខ្លួនឯងគាត់ខ្វាយខ្វល់តែគ្រួសារគាត់មិត្តភក្តិគាត់ពីព្រោះគេមកវាយប្រជាពលរដ្ឋគេមកធ្វើបាបប្រជាពលរដ្ឋគាត់ដល់ថ្នាក់ហ្នឹងហើយគាត់អត់តបតផងហ្នឹងប៉ុន្តែពេលដែលគេមកប៉ះពាល់គ្រួសារគាត់ភ្លាមគាត់តបតភ្លាម It should not be like that. The people of Cambodia deserve a better leader, deserve a better system. The people of Cambodia deserve reforms in political reform, systemic reform. They deserve a legal reform. ប្រជាពលរដ្ឋខ្មែរគាត់ត្រូវការរដ្ឋាភិបាលគាត់ត្រូវការមេដឹកនាំដែលការពារគាត់ពេលដែលសង្គ្រាមកើតឡើងដែលយកសម្លេងគាត់ក្នុងនាមជាប្រជាពលរដ្ឋជាធំរឿង ICJ តាំងពីកើតឡើងតាំងពីដល់ខែ
2025 រហូតដល់ថ្ងៃនេះយើងអត់ទាន់ដឹងទេថា submission រឿងខ្មែរសង្គ្រាមខ្មែររវាងថៃហ្នឹងបានទៅដល់ ICJ នៅពីព្រោះរាជរដ្ឋាភិបាលប្រាប់ថាយើងបានsubmitទៅ ICJ ហើយប៉ុន្តែគាត់អត់មានបង្ហាញអ្វីមួយដែលឲ្យប្រជាពលរដ្ឋជឿជាក់ថាគាត់ខ្វាយខ្វល់រឿងប្រជាពលរដ្ឋគាត់បានយករឿងខ្មែរទៅដល់ ICJ វិញគាត់អត់មានបានធ្វើអ្វីមួយដែលបញ្ជាក់ឲ្យប្រជាពលរដ្ឋជឿជាក់ទៅលើការដឹកនាំរបស់គាត់ជឿជាក់ថាគាត់ធ្វើកិច្ចការហ្នឹងមែនដែលគាត់មកប្រាប់ថារាជរដ្ឋាភិបាលប្រាប់ឲ្យខ្មែរប្រជាពលរដ្ឋខ្មែរនៅស្ងៀម will not benefit Cambodia. When we choose to stay silent, it only benefit one party and that benefit the aggressor. Because when we stay silent, they will keep attacking. They will keep hurting the Cambodian people. They will keep taking the land of Cambodia. So silent was never an option and silent will never be an option. Cambodia needs peace and Cambodia needs justice. And most importantly, Cambodia needs reform. អ្នកទាំងអស់គ្នាអាចសួរថាខ្ញុំជាយុវជនឬក៏អ្នកទាំងអស់គ្នាដែលយុវជនដែលគាត់កំពុងតែមើលនេះអាចសួរខ្លួនឯងថាតើយើងកែតម្រង់ប្រទេសខ្មែរដោយរបៀបណាយើងមិនបាននៅ Netherlands ផងហ្នឹង ICJ មាន office នៅ Netherlands យើងនៅស្រុកខ្មែរយើងនៅប្រទេសផ្សេងៗទៀតយើងអត់នៅ Netherlands ទេចឹងយើងទៅប្តឹង ICJ របៀបម៉េចក្នុងនាមយើងជាយុវជនយើងគួរ contribute ដោយរបៀបម៉េចដើម្បីឲ្យប្រទេសជាតិយើងនឹងមានសន្តិភាពរក justice ឲ្យប្រជាពលរដ្ឋខ្មែរយើងខ្ញុំមាន4ចំណុចដែលខ្ញុំចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នាជាពិសេសជាយុវជនដែលគាត់អាចធ្វើបានហើយគួរតែធ្វើដើម្បីប្រទេសជាតិយើងដើម្បីប្រជាពលរដ្ឋខ្មែរយើងទី1គឺ stay informed ឥឡូវនេះហ្នឹងយើងនៅឆ្នាំ2026ហើយកុំព្យូទ័រក៏មានទូរស័ព្ទក៏មានជាពិសេសអ៊ីនធឺណិតក៏មានហើយល្អជាងនឹងទៀតមាន ChatGPT មាន Google ចឹងយើង stay informed ដោយរបៀបណាពេលដែលយើងចង់ដឹងអីមួយយើង research មើល Gen Z បកកាយណាស់ខាង research ចង់ដឹងរឿងអីភ្លាមតើ research ទៅឃើញហើយឧទាហរណ៍រឿងនេះប្រធានបទនេះម្នាក់ថាទៅ ICJ ម្នាក់ទៀតទៅថាអត់ទៅ ICJ ហើយម្នាក់ទៀតទៅថាទៅហើយតែអត់បានចម្លើយអីតែយើងអត់ដឹងថា ICJ ស្អីផងហ្នឹងឮតែ ICJ ចឹង Google មកទៅ ask ChatGPT what is ICJ very easy to do and I know Gen Z is capable of doing that ចឹងទី1គឺយើង stay informed យើងរកព័ត៌មានខ្លួនឯងទី2 share responsibly សម័យ Gen Z សម័យនេះសម័យ2026 Facebook social media ពេលខ្លះចង់លឿនជាងសារព័ត៌មានតាមទូរទស្សន៍ទៀត social media ពេលខ្លះដើរលឿនជាងប៉ុន្តែមិនមែនមានន័យថាយើងត្រូវតែឃើញអីជឿនឹងឮអីជឿនឹងទេពេលដែលយើងឮឧទាហរណ៍មិនចាំបាច់ទៅ ICJ យើង verify ថាតើគំនិតហ្នឹងចេញមកពីអ្នកណាឬក៏ពេលគេថាបើយើងនៅស្ងៀមទៅថៃនឹងមិនវាយដល់ភ្នំពេញទេយើងច្បាស់អត់ថាថៃមិនវាយដល់ភ្នំពេញបើយើងនៅស្ងៀមបើយើងមិនតបគេវិញអញ្ចឹងយើងមើលយើង verify information ដែលយើងមើលតាម social media make sure that it's a credible source make sure that it's an accurate information យើងដឹងថាព័ត៌មានហ្នឹងចេញមកពីចំណុចណាពេលដែលយើង verify ហើយពេលដែលយើងដឹងហើយយើងចែករំលែកជាមួយមិត្តភ័ក្តិជាមួយបងប្អូនជាមួយគ្រួសារជាពិសេសអ៊ំពូមីងដែលគាត់មិនសូវចេះ technology មិនសូវចេះប្រើប្រាស់អ៊ីនធឺណិតឬក៏ប្រើប្រាស់ social media យើងអាចធ្វើជាស្ពាននឹងដើម្បីឲ្យពួកគាត់ដឹងព័ត៌មានដឹងហេតុការណ៍ដែលយើងអាច share ជាមួយពួកគាត់ចំណុចទី3សំខាន់ណាគឺយើងត្រូវតែនិយាយការពិត we must speak up especially with the international community Cambodia outside of the country is as important as those inside the country យើងនៅក្នុងស្រុកយើងត្រូវតែនិយាយការពិតយើងនៅក្រៅស្រុកក៏យើងមានតួនាទីមួយដែរដើម្បីឲ្យ international community ដឹងយើងត្រូវតែ increase awareness យើងត្រូវតែ engage with the community យើងត្រូវតែ speak up យើងអាចធ្វើការជាមួយ policy maker other international communities international organization
យើងអាចធ្វើកិច្ចការជាមួយពួកគាត់បានដើម្បីឲ្យគាត់ដឹងថាប្រជាពលរដ្ឋនៅស្រុកខ្មែរហ្នឹងបានជួបអីក្នុងសង្គ្រាមហ្នឹងឲ្យគាត់ដឹងថាប្រជាពលរដ្ឋខ្មែរគឺជាអ្នករងគ្រោះនៅក្នុងសង្គ្រាមនេះហើយកន្លែងចំណុចនេះគឺខ្ញុំត្រេកអរមែនទែនដែលខ្ញុំឃើញប្រជាពលរដ្ឋនៅក្រៅស្រុកច្រើនមែនទែនបានធ្វើបាតកម្មទាំងនៅប្រទេសអាមេរិកអូស្ត្រាលីជប៉ុនកូរ៉េអឺរ៉ុបនៅបារាំងនៅទូទាំងពិភពលោកបានធ្វើបាតកម្មដើម្បីឲ្យប្រទេសគាត់នីមួយៗនឹងដឹងថាប្រជាពលរដ្ឋខ្មែរកំពុងតែរងគ្រោះខ្លាំងមែនទែនកំពុងតែជួបបញ្ហាធំមែនទែនហើយខ្ញុំសូមសរសើរគាត់កន្លែងហ្នឹងដោយសារទឹកទី1ទឹកចិត្តគាត់ជាខ្មែរទី2គាត់មានអត្តសញ្ញាណថាជា leader ទោះបីគាត់មិនបាន lead country មែនប៉ុន្តែគាត់ជា community leader គាត់គ្រាន់តែប្រជាពលរដ្ឋស្រឡាញ់ប្រទេសជាតិមួយហ្នឹងគាត់ហ៊ានតែបាតកម្មចំណាយពេលចំណាយថវិកាអ្នកខ្លះទៀតណាពាក់ខោអាវ 3-4 ជាន់តែបាតកម្មនៅក្នុង snow នៅពេលភ្លៀងនៅពេលត្រជាក់តែគាត់អត់ខ្វល់ទេពីព្រោះគាត់ស្រឡាញ់ប្រជាពលរដ្ឋខ្មែរគាត់ស្រឡាញ់ប្រទេសខ្មែរតែរដ្ឋាភិបាលនៅក្នុងប្រទេសខ្មែរបែរជាមិនធ្វើអីសោះបែរជាអង្គុយនៅស្ងៀមប្រាប់ឲ្យប្រជាពលរដ្ឋនៅស្ងៀមជាមួយគាត់ទៀតចំណុចទី4 we must always stand for peace dignity and human life we are not fighting against the people we are fighting against justice ប្រទេសយើងកំពុងតែមានសង្គ្រាមយើងកំពុងតែជួបសង្គ្រាមអញ្ចឹងអ្វីដែលយើងធ្វើគឺយើងត្រូវចាំថាយើងអត់ប្រើអំពើហិង្សាយើងរកដំណោះស្រាយដែលគ្មានអំពើហិង្សាយើងមិនមែនប្រឆាំងជាមួយប្រជាពលរដ្ឋគ្នាឯងទេយើងប្រឆាំងនឹងភាពអយុត្តិធម៌ក្នុងនាមយើងជាកូនខ្មែរទោះបីយើងទៅដល់ណាក៏ដោយនៅក្នុងប្រទេសក្រៅប្រទេសអូស្ត្រាលីជប៉ុនកូរ៉េទៅដល់ណាក៏ដោយឈាមយើងគឺជាខ្មែរអញ្ចឹងហើយយើងត្រូវតែជួយកែតម្រង់ប្រទេសជាតិយើងដើម្បីប្រជាពលរដ្ឋយើងដើម្បីទឹកដីខ្មែរយើង we must act together to reform Cambodia we must act together so that there are reforms in all aspects of Cambodia so we can all help build a better Cambodia so that's it for season 1 episode 4យើងបានមកដល់ទីបញ្ចប់ក្នុងទី episode ទី4ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបានស្ដាប់ហើយយល់បានជាងមុនថាស្អីទៅជាច្បាប់អន្តរជាតិស្អីទៅជា ICJ ហើយយើងក្នុងនាមជាកូនខ្មែរអាចធ្វើកិច្ចការជាមួយច្បាប់អន្តរជាតិដោយរបៀបណាហើយអ្វីដែលសំខាន់ពីចំណុចដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្ដាប់ episode នេះចង់ឲ្យយកទៅគិតឲ្យពិភាក្សាជាមួយអ្នកផ្សេងទៀតថាទី1ពេលដែលយើងនៅស្ងៀមតើអ្នកណាជាអ្នកចំណេញបើខ្មែរនៅស្ងៀមខ្មែរចំណេញឬក៏ថៃចំណេញហើយមួយទៀតឥឡូវអ្នកទាំងអស់គ្នាដឹងហើយថា ICJ ជាស្អីហើយ ICJ មានន័យថាម៉េចពេលដែលគេមកឈ្លានពានផ្ទះអ្នកឯងតើអ្នកឯងនឹងប្រឹងទៅប៉ូលីសឬក៏ធ្វើអីមួយឬក៏អ្នកឯងអង្គុយស្ងៀមមិនធ្វើអីសោះអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតចំណុចពីរហ្នឹងហើយបើអ្នកទាំងអស់គ្នាមានចម្ងល់ឬក៏ចង់ចែករំលែកមតិយោបល់អីអ្នកទាំងអស់គ្នាអាច put in the comment section below and we will read through them and answer any question that you may have or read through any comments that you would like to share with us អញ្ចឹងខ្ញុំសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នា episode ទី5